Hây mệt lâu đừng cái đau trong mệt lâu trong chluộc nia mũi smile man ban không cái đau ấy có cái đau mày nhom láng khai chụp lương đai ấy hồi xanh bát hơi nhom đauแต่ติดซ้อខ្ញុំគឺជាទឹកខែក្តៅបែបនេះហូបខ្ញុំឲ្យបានច្រើនទៅកុំឲ្យខ្វះទឹកឬនៅក្មេងទូចរបស់បងខ្ញុំជាកញ្ចក់ខលថ្ងៃខ្ញុំមានសំណាងណាស់បានមើលមុខមនុស្សមិនថាស្អាតឬអាក្រក់ទេតែសំខាន់មានអ្នកមកថើមខ្ញុំទៀតមានដឹងគេអៀនអត់ខ្លួនឯងខ្ញុំគឺជាទឹកអប់ខ្ញុំមានក្លិនក្រអូបណាស់តែជួយទិញអាថ្លៃតិចទៅកុំទិញតែរបស់ថោកហើយចង់ជាប់ក្លិនបានយូរថ្ងៃនេះទី13បងប្អូនធ្វើដំណើរទៅស្រុកឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិសូមជូនពរឲ្យធ្វើដំណើរដោយសុខសុវត្ថិភាពតាមផ្លូវខុសទោះតិចតួចយកយល់គ្នាទៅណាបងប្អូនអើយបើស្រវឹងសូមកុំបើកខ្ញុំអីណាព្រោះវាអាចបង្កគ្រោះថ្នាក់ណាមួយមើលមិនឃើញសូមឈប់ឬសម្រាកឲ្យបាត់ជាតិស្រវឹងចាំបើកខ្ញុំសូមអរគុណយុគ9ទេវតាចុះថ្ងៃអង្គារថ្ងៃភ្លើងទៀតអញ្ចឹងចៅរស់នៅប្រើចិត្តជាខន្តីចិត្តជាមេដាគ្រប់គ្នាណាចៅទៅបានសុខចម្រើន2026នេះចូលកូនចៅប្អូនចាំថាទោះជាយុគណាក្តៅយ៉ាងណាក៏ដោយឲ្យតែយើងចេះគ្រប់គ្រងចិត្តបានហើយត្រូវដឹងថាចិត្តវាកើតរលត់ទេគេថាយុគនេះជាយុគភ្លើងមនុស្សនឹងឆេវឆាវហើយចិត្តក្តៅច្រើនតែចៅប្រុសស្រីចាំថាចិត្តរបស់យើងក៏ថ្ងៃនេះវាកើតហើយវាក៏រលត់ខឹងហើយគង់តែបាត់វិញខ្ញុំគឺជាផ្កាឈូកទោះខ្ញុំដុសជាពិភពមានក្លិនស្អុយពិតមែនតែពេលលូតផុតហើយគេយកទៅថ្វាយព្រះដួសខ្ញុំកំយូរឆ្នាំពេកលោកម្ចាស់អើយដួសខ្ញុំឡើងជ្រុះសរសៃអស់ហើយនៅមិនបដូររួចតាំងមកស្រែកថាដោះមិនកើតអាណិតខ្ញុំផងហេមិនបានកង់ខ្ញុំមានខៀវលោតចូលមកតិចជាងក្រហមចឹងសាំហ្មងហេតុអ្វីទៅមានបងប្អូនណាដឹងជួយប្រាប់ផងមើលខ្ញុំគឺជាកង្ហាហើយខ្ញុំនេះជួយបក់ខ្យល់ឲ្យលហើយត្រជាក់តែសូមមេដាបងជាម្ចាស់ផ្ទះពេលឈប់ប្រើបិទខ្ញុំផងកុំឲ្យស៊ីភ្លើងអស់ច្រើនតាំងមកស្រែកខ្ញុំគឺជាល្មុតខ្ញុំមានរសជាតិផ្អែមហើយខ្ញុំធម្មជាតិតែកុំហូបខ្ញុំច្រើនពេកខ្ញុំអាចធ្វើឲ្យអ្នកក្តៅខ្លួនបានហើយតាំងមកខឹងគេអូនអត់ទទួលខុសត្រូវទេណាខ្ញុំគឺជានាឡិកាពេលអ្នកគេងចង់ភ្ញាក់ពីព្រឹកដាក់ខ្ញុំឲ្យរត់ដាស់ដល់ម៉ោងខ្ញុំដាស់តាំងមកខឹងខ្ញុំថារំខានការគេងគិតអីក្នុងខ្លួននឹងយីលោកព្រះខ្ញុំគឺជាម៉ាស៊ីនត្រជាក់បើកខ្ញុំឡើង16អង្សាហើយតាំងស្រែកថាអស់ភ្លើងច្រើនស៊ីភ្លើងចុយម្រាយហើយគិតបើកខ្ញុំមិនឲ្យស៊ីភ្លើងឲ្យខ្ញុំស៊ីខ្យល់មែនលោកម្ចាស់ទៀខ្ញុំគឺជាម៉ូតូជិះខ្ញុំមេតាទុកនៅម្លប់ផងពេលខ្លះអាងខ្ញុំចាស់ទុកចោលហាលថ្ងៃក្តៅមានអាណិតខ្ញុំខ្លះអត់មើលខ្ញុំ10ឆ្នាំជាងទៅឃើញស្អាតហើយអៀនខ្ញុំគឺជានំបាំងដល់ខែចូលឆ្នាំចឹងទិញខ្ញុំយកទៅលេងស្រុកផងកុំចិត្តដាច់ពេកអូនខៀវអត់សឹងអីខ្ញុំគឺជាពោតឃើញអូនទុនស្អាតចឹងអ្នកឈឺក្រពះកុំចង់សាកញ៉ាំអូនបានចូលពេទ្យវិញលើហើយខ្ញុំគឺជាជ្រូកដល់ខែចូលឆ្នាំចឹងខ្ញុំភ័យដល់ហើយដេកមិនលក់ទេព្រោះគេនឹងយកខ្ញុំធ្វើម្ហូបច្រើនជាងរាល់ថ្ងៃព្រោះគេជួបជុំគ្រួសារសាខ្ញុំគឺជាតកកពេលមេឃក្តៅចឹងកាន់ខ្ញុំដើរហាលថ្ងៃស្រួលបួលតិចលឿនតែមិនចឹងដល់ផ្ទះសល់តែថងហើយខ្ញុំគឺជាមន់ដល់ខែចូលឆ្នាំចឹងខ្ញុំភ័យដល់ហើយដេកមិនលក់ទេព្រោះគេកាប់ខ្លែមស្រានឹងជួបខ្ញុំគ្រួសារសាខ្ញុំគឺស្លឹកអំពិលយកខ្ញុំទៅដាំទឹកឲ្យពុះហើយត្រាំជើងបញ្ចុះជាតិអាស៊ុយទឹកដែលដាំពីស្លឹកអំពិលអាចយកទៅលាងមុខឬងូតបានខ្ញុំគឺជាកំភ្លើងបាញ់ទឹកតែសូមកុំបាញ់ខ្ញុំផ្ដេសផ្ដាស់តិចច្រឡំបាញ់ចាស់ឬអ្នកទៅវត្តកាជេខ្ញុំមិនដឹងទេខ្ញុំគឺជាស្លឹកគ្រៃយកខ្ញុំទៅដាំទឹកហើយហូបពេលនៅក្តៅតិចនឹងជួយដេញជាតិពុលក្នុងរាងកាយហើយខ្ញុំមានក្នុងតែធូរស្រាលខ្ញុំខ្លាំងជាងតារាល្បីទៀតព្រោះគ្រប់គ្នាខំធ្វើការងារទាំងយប់ទាំងថ្ងៃតាមយកខ្ញុំនិងស្រឡាញ់ខ្ញុំចូលឆ្នាំប្រពៃណីខ្មែរនៅប៉ុន្មានថ្ងៃខាងមុខនេះកូនដែលមានប៉ាម៉ាក់គួរតែធ្វើបាយទឹករៀបជូនលោកពិសានិងរៀបចង្ហាន់ជូនគាត់សម្រាប់យកទៅវត្ត